បាល់ទាត់មិនដែលងាយស្រួលនោះទេសម្ពាធអកប្បកិរិយានិងការរំពឹងទុកជារឿយប៉ះពាល់ដល់ជើងនៅលើទីលានមនុស្សដែលមើលឃើញដោយភ្នែកជឿថានេះជារឿងពិតប៉ុន្តែនៅពេលដែលវាពិតជាកើតឡើងមែនអ្នកមិនអាចលេងបានទេខ្ញុំមិនអាចសម្របខ្លួនបានទេដូច្នេះខ្ញុំខ្លាចជាអ្នកទាត់កីឡាករបាល់ទាត់ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាត់ម្នាក់ដែលមើលទៅល្អប៉ុន្តែតាមពិតគាត់ជាអ្នកទាត់នៅក្នុងពិភពបាល់ទាត់មុននឹងស្ដាប់ឃ្លីបនេះដូចសັບមួយដងខ្ញុំចង់ចែករំលែកការសឿតទៅកាន់កីឡាករបាល់ទាត់គ្រាន់តែចុចសឿបដើម្បីគ្រប់គ្រងកីឡាករបាល់ទាត់ពោពេញដោយលុយកាក់និងការរំពឹងទុកខ្ពស់នៅពេលដែលក្រុមធំមួយដែលមានលុយច្រើនអញ្ជើញកីឡាករទាត់បាល់ឲ្យចូលរួមក្រុមអ្នកគ្រប់គ្រងបាល់ទាត់ផ្សេងគ្នារំពឹងថានឹងទទួលបានជោគជ័យនិងកម្រិតដែលត្រូវឈានដល់កីឡាគ្រប់ប្រភេទចូលចិត្តមករកពួកគេហើយឃើញការបើកឆាកដ៏ធំប៉ុន្តែតាមពិតទៅផ្លូវនៃភាពយន្តមិនតែងតែស្រស់ស្អាតនោះទេជាច្រើនដងគេឈ្មោះនិងអំណាចពីកន្លែងចាស់បានក្លាយជាទ្រង់ជាកម្លាំងសម្ពាធលើមនុស្សម្នាក់ដែលអ្នកទាត់មិនអាចលេងនិងមិនអាចឡាយតម្រូវបានអ្នកទាត់ដែលធ្លាប់ត្រូវបានគេមើលឃើញថាជារឿងពិតបានក្លាយជារឿងคล้ายៗតាមពិតទៅវាមិនមែនជាអ្វីដែលគាត់ស្រមៃចង់បាននោះទេយុទ្ធសាស្ត្រមិនល្អឥតខ្ចោះទេស្ថានភាពផ្លូវចិត្តមិនអាចទប់ទល់នឹងការរំពឹងទុកឬគ្រួនក្តៅបានទេនៅទីបញ្ចប់វាក្លាយជាការវិនិយោគខុសតើអ្នកណានឹងមានឈ្មោះក្នុងបញ្ជីរបស់យើងចូលយើងស្វែងយល់ចូលចាប់ផ្ដើមជាមួយនឹងកិច្ចព្រមព្រៀងដែលអ្នកគ្រប់គ្រងបិសាចក្រហមធ្លាប់ជឿថាការមកដល់របស់ពួកគេនឹងនាំក្រុមត្រឡប់ទៅរកជើងឯកពេញលេញវិញនោះគឺ Jadon Sancho ដែលបានផ្លាស់ពី Borussia Dortmund ក្នុងតម្លៃ73លានផោនយុទ្ធសាស្ត្រនៃការសុទ្ធបាល់ការបញ្ជូនបាល់និងការបញ្ជូនបាល់ឆ្លងកាត់គូប្រជែងត្រូវបានចាត់ទុកថាជាកម្រិតពិភពលោកគាត់ត្រូវបានគេចាត់ទុកថាជាបំណែកចុងក្រោយនៃល្បែងផ្គុំរូបនៅក្នុងតំណែងខាងមុខស្តាំដែលជាតំណែងដែលក្រុមត្រូវការប៉ុន្តែនៅពេលដែលគាត់បានផ្លាស់ទៅ Otterford ការពិតបានត្រឡប់ទៅរកផ្នែកអាក្រក់វិញគាត់ហាក់ដូចជាបាត់បង់ទំនុកចិត្តរបស់គាត់វាបានចាប់ផ្ដើមជាមួយនឹងរបួសគាត់បានបាត់បង់ភាពរហ័សរហួនសមត្ថភាពរបស់គាត់ក្នុងការចាប់បាល់ប៉ុន្តែគាត់មិនបានបង្ហាញវាទេគាត់មិនអាចសម្របខ្លួនទៅនឹងល្បឿននិងថាមពលរបស់ Epiphany បានទេទម្រង់លេងរបស់គាត់ដូចជាការកុហកប៉ុន្តែទម្រង់លេងរបស់គាត់នៅលើទីលានគឺតាក់ទងនឹងក្រៅទីលានពេលគាត់ត្រឡប់មកប្រទេសអង់គ្លេសវិញគាត់បានជួបមិត្តភក្តិរបស់គាត់ឈ្មោះ Fern ដូច្នេះគាត់បានបាត់បង់ការផ្ដោតអារម្មណ៍ពីបាល់ទាត់មិនត្រឹមតែប៉ុណ្ណោះការប្រជែងគ្នារបស់គាត់ជាមួយ Erik ten Hag ដែលបានប្រែក្លាយទៅជាការប្រជុំមុខដាក់គ្នាតាមរយៈទិសាធារណៈសេចក្តីថ្លៃថ្នូរនិងសីលធម៌ត្រូវបានលើកឡើងជាលទ្ធផលគាត់ត្រូវបានព្យួរហើយត្រូវបំបែកចេញពីការហ្វឹកហាត់រហូតដល់គាត់ត្រូវបានគេបំភ្លេចចោលទោះបីជាគាត់ត្រូវបានបញ្ជូនទៅកន្លែងជាច្រើនទាំង Dortmund និង Chelsea ក៏ដោយក៏គាត់មិនអាចទទួលបានទម្រង់លេងរបស់គាត់មកវិញបានទេវាយឺតពេកហើយ Man Hut បានព្យាយាមលូកគាត់ប៉ុន្តែគ្មាននរណាម្នាក់ចង់ទិញគាត់ទេដោយសារតែតម្លៃខ្ពស់ពេក Sancho បានជ្រើសរើសលុយជាងឱកាសលេងគាត់បានបដិសេធមិនកាត់បន្ថយប្រាក់ខែរបស់គាត់ឥឡូវនេះ Villa បានខ្ចីគាត់ហើយប៉ុន្តែទម្រង់លេងមិនល្អដូច្នេះស្ទើរតែគ្មានឱកាសលេងទេឥឡូវនេះ Man Hut កំពុងរងចាំការបញ្ចប់កិច្ចសន្យាហើយនឹងត្រូវបែកគ្នាអ្នកបន្ទាប់គឺ Paul Benoit ដែលធ្លាប់ផ្សព្វផ្សាយនៅ Anfield គាត់ត្រូវបានគេចាត់ទុកថាជាកំហុសដ៏ធំបំផុតរបស់ក្រុម Barcelona យើងកំពុងនិយាយអំពី Philippe Coutinho គាត់បានផ្លាស់ប្ដូរក្រុមជាមួយនឹងតម្លៃខ្លួន142លានផោនបើទោះបីជាមានការរំពឹងទុកថាគាត់នឹងមកដើម្បីសាងតំបន់កណ្ដាលដែលជាមរតករបស់ Andres Iniesta ក៏ដូចជាផ្នែកដែលបាត់ពីការផ្ទេររបស់ក្រុម Neymar ក៏ដោយយោងទៅតាមរចនាប័ទ្មនៃការលេងរបស់ Coutinho គាត់ចង់ក្លាយជាចំណុចកណ្ដាលនៃក្រុមដែលជាសក្តានុពលរបស់គាត់នៅពេលគាត់នៅជាមួយ Real Madrid ប៉ុន្តែនៅទីនេះក្នុងទីក្រុង Barcelona ទូនីតិរបស់ Barca គឺជារបស់ Real Messi អ្វីទាំងអស់មិនអាចផ្លាស់ប្ដូរបានទេដូច្នេះ Coutinho ត្រូវលេងក្នុងរចនាប័ទ្មមិនល្អរហូតដល់គាត់បាត់បង់ស្មារតីក្នុងការបង្កើតហ្គេមដែលគាត់ធ្លាប់មានគាត់បានបាត់បង់ទំនុកចិត្តដោយសារតែតម្លៃខ្ពស់និងទម្រង់លេងមិនល្អអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេសង្ឃឹមថានឹងឃើញ Upwood Head តាំងពីដើមមកប៉ុន្តែវាបានបង្ហាញថាគាត់មានភាពលំអៀងពេកហើយមិនលេងបានល្អជាមួយក្រុមគាត់បានបាត់បង់ទំនុកចិត្តរហូតដល់ក្រុមត្រូវអនុញ្ញាតឲ្យក្រុមម្ខាងទៀតខ្ចីគាត់ដើម្បីកាត់បន្ថយថ្លៃដើមទោះបីជាគាត់នឹងទៅចូលរួមការប្រកួតជើងឯកអឺរ៉ុបជាមួយ Bayern ក៏ដោយគាត់នឹងមិនក្លាយជាកីឡាករពិតប្រាកដម្ដងទៀតទេពីអ្នកចម្លងរឿង The Cop គាត់បានក្លាយជាកីឡាករមិនល្អចូលយើងនិយាយអំពីកីឡាករឆ្នាំរបស់ Arsenal នេះជាករណីរបស់កីឡាករកាំភ្លើងធំនៅពេលនោះគឺ Nicolas Pepe គាត់គឺជាឆ្នាំដែលក្រុមបានចំណាយប្រាក់72លានបាតដើម្បីទទួលបានតម្លៃច្រើនបំផុតពី Arsenal ហើយបានក្លាយជាកីឡាករដ៏ពេញនិយមបំផុតនៅអឺរ៉ុបនៅពេលនោះមនុស្សគ្រប់គ្នានៅក្នុងក្រុមសង្ឃឹមថានឹងឃើញ Upwood Head តាំងពីដើមដំបូងមកកម្លេះដើម្បីក្លាយជាតារាឆ្នាំរបស់ក្រុមប៉ុន្តែនៅពេលដែលការពិតត្រូវបានលាតត្រដាងពី P បានបាត់បង់ទំនុកចិត្តហើយបានធ្វើការសម្រេចចិត្តមិនល្អគាត់ស្ទាក់ស្ទើរតាំងពីដើមដល់ចប់ក្រុមបានបាត់បង់ឱកាសជាច្រើននៅពេលដែលបាល់មករកគាត់ទោះបីជាមានឱកាសខ្លះក្នុងការស៊ុតបញ្ចូលទីឬទាត់បាល់ free kick ក៏ដោយក៏វានៅឆ្ងាយពីតម្លៃការអភិវឌ្ឍរបស់គាត់ហាក់ដូចជាឈប់ហើយគាត់មិនអាចសម្របខ្លួនទៅនឹងបច្ចេកទេសលឿននិងច្បាស់លាស់របស់ Mikel Arteta បានទេជាចុងក្រោយគាត់បានបាត់បង់តំណែងរបស់គាត់ហើយក្លាយជា head paw ដែលក្រុមត្រូវព្យាយាមគ្រប់យ៉ាងដើម្បីធ្វើឲ្យគាត់ចាកចេញពីក្រុមនេះជាករណីរបស់តារារូបនេះទោះបីជាតម្លៃខ្ពស់ក៏ដោយក៏វាគ្មានអ្វីទាំងអស់អ្នកបន្ទាប់គឺ João Felix ដែលជាតារាឆ្នាំរបស់ប្រទេសប៉ូទុយហ្គាល់
នៅពេលដែលគាត់លេងជាមួយ Benfica គាត់គឺជាតារាឆ្នាំរបស់ក្រុមនៅពេលដែលគាត់លេងជាមួយ Benfica ក្រុម Arsenal បានទិញគាត់ក្នុងតម្លៃ126លានអឺរ៉ូវាគឺជាស្ថិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Arsenal ក្រុម Arsenal គឺជាអ្នកស្នងតំណែងរបស់ Antoine Griezmann ដើម្បីក្លាយជាកីឡាករកណ្ដាលរបស់ក្រុម Arsenal មានល្បឿនលឿនហើយមានសមត្ថភាពរកគ្រាប់បាល់បានទោះជាយ៉ាងណាក៏ដោយមានភាពខុសគ្នាយ៉ាងខ្លាំងរវាងរចនាប័ទ្មបាល់ទាត់របស់ Arsenal និងរចនាប័ទ្មបាល់ទាត់របស់ Benfica រចនាប័ទ្មបាល់ទាត់របស់ Benfica និងរចនាប័ទ្មរបស់ Diego Simeone បានបង្ខំឲ្យវិចិត្រកររូបនេះជួយក្រុមរហូតដល់វាយឺតពេកទំនាក់ទំនងរវាង Benfica និង Simeone កាន់តែយ៉ាប់យឺនបន្តិចម្ដង Benfica ត្រូវបានគេចាត់ទុកថាជាអ្នកទាត់ល្អនិងជាកីឡាករមិនល្អគាត់ចាប់ផ្ដើមបង្ហាញអកប្បកិរិយាមិនល្អហើយក្លាយជាបញ្ហាសម្រាប់ Arsenal នៅទីបញ្ចប់ក្រុម Arsenal បានចាញ់ក្រុម Chelsea និង Barcelona យ៉ាងណាក៏ដោយក្រុម Benfica នៅតែជាក្រុមដែលទាត់បានល្អនិងជាកីឡាករមិនល្អជាចុងក្រោយក្រុម Benfica បានក្លាយជាក្រុមដែលទាត់មិនល្អនិងជាកីឡាករមិនល្អចូលយើងបន្តជាមួយ Tottenham Hotspur និង Tottenham Hotspur បានឈ្នះពានរង្វាន់ជាមួយនឹងទឹកប្រាក់63លានផោនពីការប្រកួតកីឡាអូឡ িম্প ពិកនៅថ្ងៃនៃការផ្ទេរកីឡាករ Tottenham Hotspur ត្រូវបានចាត់ទុកថាជាក្រុមល្អបំផុតនៅលើពិភពលោក Tottenham Hotspur ត្រូវបានគេចាត់ទុកថាជាក្រុមល្អបំផុតនៅលើពិភពលោក Tottenham Hotspur ត្រូវបានគេចាត់ទុកថាជាក្រុមល្អបំផុតនៅលើពិភពលោក Tottenham Hotspur ត្រូវបានគេចាត់ទុកថាជាក្រុមល្អបំផុតនៅលើពិភពលោក